មួយកន្លែងស្ថិតនៅក្នុងហាងកាហ្វេក្នុងផ្សារព្រែកដំបូកទល់មុខវត្តព្រែកដំបូកបើកទទួលភ្ញៀវចូលលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបានយ៉ាងរំភើយមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានស្រុកស្រីសន្ធរបាត់ល្មើសល្បែងស៊ីសងកន្ទុយលេខឆ្នោតអូឡូតូមន់ជុលតាមអនឡាញនៅតែបន្តសកម្មភាពឥតឈប់ឈររីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាមន្ត្រីសមត្ថកិច្ចពុករលួយក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបព្រោះជាចំណូលចិញ្ចឹមឆ្នាំងបាយរបស់ពួកគាត់ផ្ទុយទៅវិញបើមន្ត្រីជំនាញហ៊ានចាប់នោះក្រុមអ្នកបើកល្បែងស៊ីសងទាំងនោះនឹងគម្រាមដកតួនាទីមន្ត្រីជំនាញជាមិនខានយោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់ទីតាំងរបស់ពួកគាត់ឈ្មោះអាខ្លាគាត់បានបង់លុយឲ្យមន្ត្រីជំនាញរួចស្រេចបាច់អស់ហើយទើបបានហ៊ានបើកដោយសារសហការជាមួយសមត្ថកិច្ចមូលដ្ឋានទើបបានដំណើរការយ៉ាងរលូនមកដល់សប្តាហ៍ថ្ងៃជាក់ស្ដែងល្បែងស៊ីសងនិងបទល្មើសផ្សេងបានចរាចរខុសច្បាប់ជាច្រើនកន្លែងនៅក្នុងស្រុកស្រីសន្ធរបើកដំណើរការយ៉ាងអនាធិបតេយ្យពុំឃើញមានអាជ្ញាធរនិងសមត្ថកិច្ចជំនាញនៅមូលដ្ឋានទប់ស្កាត់បង្ក្រាបសោះឡើយជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានគេហទំព័រសន្តិភាពពិតថាពាក់ព័ន្ធនឹងល្បែងស៊ីសងក្នុងមូលដ្ឋានក្នុងស្រុកស្រីសន្ធរជាពិសេសនៅក្នុងផ្សារព្រែកដំបូកទល់មុខវត្តព្រែកដំបូកត្រូវបានប្រជាពលរដ្ឋរិះគន់និងសួរថាតើម្ចាស់ទីតាំងឈ្មោះអាខ្លាបង់លុយឲ្យសមត្ថកិច្ចតើចូលជាថវិកាជាតិឬចុះហៅប៉ៅមន្ត្រីមូលដ្ឋានក្រុមការងារយើងបានថតផ្តិតយករូបភាពជាច្រើនកន្លែងដែលលេងល្បែងស៊ីសងហូរកញ្ជ្រៀវលាន់ស្នូលឬពេញភូមិពេញឃុំពេញស្រុកជាពិសេសក្នុងផ្សារព្រែកដំបូកទល់មុខវត្តព្រែកដំបូកសារព័ត៌មានយើងបានរាយការណ៍ជូនតែមន្ត្រីសមត្ថកិច្ចនៅតំបន់នោះបែរធ្វើប្រងើយកន្តើយហាក់ដូចមិនមានរឿងអ្វីដូច្នេះប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកស្នងការឯកឧត្តមហេងវុធីជាពិសេសលោកអភិបាលស្រុកស្រីសន្ធរលោកប៊ីនឡាដាសូមមេត្តាចាត់វិធានការបង្ក្រាបឬទប់ស្កាត់ឲ្យបានរួចរាល់ល្បែងស៊ីសងខុសច្បាប់ក្នុងស្រុកស្រីសន្ធរព្រោះអីគ្មានមន្ត្រីមានឆន្ទៈទប់ស្កាត់បទល្មើសនិងបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបានឡើយដោយសារមន្ត្រីទាំងនោះបានទទួលលាភសក្ការៈពីទីតាំងល្បែងស៊ីសងទាំងនោះផងក៏មិនដឹងបានជាមិនហ៊ានបង្ក្រាប